នៅសម័យបុរាណពេលដែលភពស្ថិតនៅក្នុងសវត្ថភាពសមុទ្រជំហៀងអង្គរមានអាណាចក្រមួយដែលគេហៅថានាគរដ្ឋអធិរាជនៃអាណាចក្រនោះមានព្រះនាមថាស្ដេចនាគច័ន្ទសុរិយាព្រះអង្គមានអធិទានអស្ចារ្យអាចបំលែងរាងពីនាគធំជាសត្វអណ្ដើកពណ៌មាសឬជាមនុស្សមានសម្រស់សង្ហាថ្ងៃមួយព្រះអង្គឡើងមកលើផែនដីដើម្បីស្វែងរកផ្កាព្រះនារីសុខចិត្តដែលចៅត្រូវប្រើក្នុងពិធីសក្ការៈនៅទីនោះព្រះអង្គបានជួបនារីស្អាតដោយពន្លឺព្រះអាទិត្យនាងគឺជាទេពធីតាសុវណ្ណលក្ខណាកូនស្រីរបស់ទេពព្រះសូរិយាព្រះអង្គនាងនិងទេពធីតាបានតាក់ទាញគ្នាជាលើកដំបូងដោយពន្លឺភ្នែកនិងសូរសំឡេងដ៏ទន់ភ្លន់ជាបន្តិចពួកគេបានស្នេហាគ្នាតែស្នេហារវាងពួកគេគឺមិនអាចមានបានឯងដឹងថាមនុស្សនៅសមុទ្រមិនអាចរស់នៅសួគ៌ឯទេពធីតាមិនអាចនៅជាមួយនាគក្រោមទឹកថ្ងៃចុងក្រោយនៃការរួមជួបទេពធីតាបានផ្ដល់ដៃខ្លួនឯងជួបជាមួយក្រវ៉ាត់មាសមួយហើយនិយាយថាបើស្នេហារបស់យើងសុទ្ធសឹងព្រះសមុទ្រនឹងស្ងប់ពេលខ្ញុំយំព្រះស្ដេចនាគបានសន្យាថាបើសូរសំឡេងភ្លៀងធ្លាក់លើផែនដីនោះជាសូរសំឡេងសោកសៅរបស់ខ្ញុំដែលនឹករឿងស្នេហានេះក្រោយមកទេពធីតាត្រូវត្រឡប់ទៅសួគ៌តាមបញ្ជាព្រះសូរិយាព្រះស្ដេចនាគបានធ្លាក់ចូលសមុទ្រវិញដោយភ្នែកស្រក់ទឹកភ្នែកជាភ្លៀងពីនោះមកប្រជាជនជឿថាពេលភ្លៀងធ្លាក់ពីមេឃគឺជាភ្នែកស្ដេចនាគយំនឹកទេពធីតា